Ezekiel ជំពូក40ខ5ហើយខ្ញុំចង់និយាយថាមេរៀននេះជួយយើងបានចូលរួមជាមួយនឹងការមួយនេះមេរៀននេះជាមេរៀនចុងក្រោយប្រធានបទដែលមានការយល់ដឹងអំពីវេទិកាព្រះវិហារច្រើនជាងបច្ចេកទេសទោះបីជាមានរឿងបច្ចេកទេសខ្លះក៏ដោយប៉ុន្តែខ្ញុំជឿថាខ្ញុំបានសម្រេចចិត្តខ្ញុំមានជំរើសពីរគឺទន្លេនៃជីវិតឬក៏ជំរើសនេះប៉ុន្តែមេរៀននេះប្រាជាថ្មីសម្រាប់អ្នករាល់គ្នាភាគច្រើនហើយខ្ញុំគិតថានេះជាអ្វីដែលយើងត្រូវអធិដ្ឋានសូមដូច្នេះបានជាជំពូកទី40ខ5 Ezekiel ជំពូកទី40ខ5នោះក៏ឃើញមានកំផែងនៅព័ទ្ធជុំវិញនៅខាងក្រៅនៃព្រះវិហារហើយនៅដៃមនុស្សមានបបោះសម្រាប់វាស់ប្រវែង6ហត្ថហើយនៅក្នុងមួយហត្ថនោះត្រូវជាមួយហត្ថមួយផ្ទះដោយដែលលោកក៏បានវាស់កម្រាស់កំផែងនោះត្រូវជាមួយຂະຫນាតបបោះហើយកម្ពស់មួយຂະຫນាតបបោះនោះដែរនោះជាលើកដំបូងដែលសាប៊ីបភ្លេចឡើងប្រវត្តិនៃព្រះគម្ពីរនិងការប្រលោះគឺអំពីការបង្កើតព្រះវិហារបរិសុទ្ធជាកន្លែងដែលព្រះអង្គទ្រង់បានជួបជាមួយនឹងរាជប្រជារាស្ត្ររបស់ទ្រង់ខ្ញុំបាននិយាយរឿងនេះម្ដងទៀតហើយម្ដងទៀតស្ដីពិតអំពីការប្រលោះរបស់ព្រះអង្គត្រូវបានបង្ហាញតាមរយៈការរចនានិងការសាងសង់ព្រះវិហារបរិសុទ្ធរបស់ព្រះអង្គនៅក្នុងសម័យកាលនីមួយៗដូច្នេះការវាស់វែងផ្នែកខ្លះៗនៃព្រះវិហារបរិសុទ្ធត្រូវបានលេចឡើងដើម្បីឲ្យយើងដឹងអំពីដំណើរការនៃការប្រលោះនិងគោលបំណងដូច្នេះវាត្រូវបានបំពេញនៅពេលដែលយើងនៅលើផែនដីនេះគោលបំណងនៃការបើកសម្ដែងព្រះវិហារបរិសុទ្ធរបស់ Ezekiel សម្រាប់ការយល់ដឹងការប្រាជ្ញនិងដើម្បីផ្ដល់ឲ្យយើងនូវក្តីសង្ឃឹមដូច្នេះជាលទ្ធផលនៃការសិក្សាអំពីព្រះវិហារបរិសុទ្ធរបស់ Ezekiel នេះជាអ្វីដែលត្រូវកើតឡើងប្រសិនបើវានៅតែក្បាលវាគ្មានប្រយោជន៍នោះទេអ្នកអាចនឹងមានព័ត៌មានជាច្រើនជាងទៅទៀតប៉ុន្តែប្រសិនបើវាមិនបង្កឲ្យមានការផ្លាស់ប្ដូរណាមួយនៅក្នុងជីវិតរបស់យើងទេព្រះបន្ទូលរបស់ព្រះអង្គនឹងមិនបំពេញគោលបំណងរបស់អ្នកទ្រង់ទេឬក៏មិនអាចបំពេញគោលបំណងរបស់យើងក្នុងការទទួលព្រះបន្ទូលរបស់ព្រះអង្គដែរសូមប្រទានការយល់ដឹងដល់យើងប៉ុន្តែនៅពេលជាមួយគ្នានៅពេលដែលយើងយល់អំពីសេចក្តីពិតនៅឋានសួគ៌និងប្រាជ្ញដើម្បីយើងប្រាជ្ញហើយលើសពីនេះយើងក៏ស្វែងរកសេចក្តីសង្ឃឹមនៅដើមដំបូងនៃស៊េរីនេះកាលពីម្សិលមិញខ្ញុំបាននិយាយអំពីភាពដែលយើងកំពុងរស់នៅឥឡូវនេះអ្វីមួយដែលយើងមិនធ្លាប់ជួបប្រទះពីមុនមកគឺស្ថានភាព COVID-19 នេះប៉ុន្តែខ្ញុំអធិដ្ឋានតាមរយៈការនេះនឹងប្រទានឲ្យយើងនៅសេចក្តីសង្ឃឹមក្នុងអំឡុងពេលនេះប្រវត្តិនៃព្រះវិហារបរិសុទ្ធរបស់ព្រះអង្គសូមច្បាស់អីដែរនេះគឺជាការពិនិត្យឡើងវិញនៅអ្វីដែលយើងបានសិក្សាកាលពីលើកមុនដែលខ្ញុំនៅទីនេះទូករបស់លោកណូអេរងអបោសុតសម័យលោកម៉ូសេព្រះវិហារសាឡូមោនព្រះវិហាររបស់សូរូបាបល់ហើយបន្ទាប់មកព្រះស៊ូគឺជាព្រះវិហារពិតហើយព្រះវិហារចុងក្រោយគឺក្រុងយេរូសាឡឹមថ្មីទាំងនេះទាំងអស់ត្រូវបានបង្កើតឡើងដោយព្រះអង្គរហូតដល់ព្រះវិហាររបស់សេរូបាបល់ព្រះវិហាររបស់សេរូបាបល់ត្រូវបានជួសជុលឬបន្ថែមដោយហេរ៉ូតហើយបានក្លាយទៅជាព្រះវិហាររបស់ហេរ៉ូតទាំងនេះទាំងអស់ត្រូវបានបង្កើតឡើងដោយព្រះអង្គឬក៏តាមរយៈការណែនាំរបស់ទ្រង់មិនមែនដោយឆន្ទៈឬក៏ផែនការរបស់មនុស្សនោះទេព្រះវិហារពីរដែលមិនត្រូវបានលើកឡើងនៅក្នុងទីនេះគឺព្រះវិហាររបស់ Ezekiel និងព្រះវិហាររបស់ព្រះយេស៊ូវព្រះវិហារទាំងនេះមិនត្រូវបានសាងសង់នៅលើផែនដីទេប៉ុន្តែតំណាងឲ្យព្រះវិហារនៃពេលវេលាចុងក្រោយប៉ុន្តែនៅពេលវេលាជាមួយគ្នានេះវាគឺជាព្រះវិហារដែលស្ថានសួគ៌ដែលត្រូវបានបំពេញនៅលើផែនដីនេះមិនមែនដោយការខិតខំប្រឹងប្រែងរបស់មនុស្សឬក៏ការសាងសង់របស់មនុស្សទេប៉ុន្តែដោយព្រះគុណឯកតោភគីរបស់ព្រះហើយយើងត្រូវបានសាងសង់ជាមុនសិននៅក្នុងចិត្តរបស់យើងក្រុមគ្រួសាររបស់យើងនិងព្រះវិហាររបស់យើងសប្តាហ៍នេះដោយមានលក្ខណៈពិសេសអំពីព្រះវិហាររបស់ Ezekiel ព្រះអង្គទ្រង់បានបង្ហាញការវាស់វែងនិងការពិពណ៌នាទាំងអស់ប៉ុន្តែមិនដែលសរសេរវាឲ្យសាងសង់នោះទេវាមានអត្ថន័យប្រោះលួចសារៈសំខាន់នៃព្រះវិហារត្រូវបានលាក់ទុកនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៅក្នុងព្រះវិហារបរិសុទ្ធ
ព្រះវិហារបរិសុទ្ធពីរដែលមិនត្រូវបានលើកឡើងនៅទីនេះឆ្លើយដូចគ្នាទស្សនវិជ្ជាដ៏ពិសេសនិងគួរឲ្យចាប់អារម្មណ៍មួយនៃព្រះវិហារបរិសុទ្ធរបស់អេសេគៀលគឺពាក្យសាបាប់វាមកពីកិរិយាសព្ទហេប្រឺសាបាប់មិនមែនមកពីគីមបាប់ទេសាបាប់មានន័យថាងាកឬក៏វិលជុំវិញឬហុំព័ទ្ធឬក៏អោបប្រសោបសាប៊ីបនៅក្នុងព្រះគម្ពីរលេចឡើងនៃពាក្យសាប៊ីបពាក្យនេះសាប៊ីបត្រូវបានប្រើជាគុណកិរិយាដូចជាសាបាប់គឺជាកិរិយាសព្ទវិលជុំវិញសាប៊ីបមានន័យថាជុំវិញទាំងអស់សាប៊ីបនៅក្នុងព្រះគម្ពីរនៅក្នុងសួនច្បារអេដែនចំពុកទី2លោកុបាត់ចំពុកទី2ខ11ទី1ឈ្មោះពីសុនគឺជាទន្លេហូរព័ទ្ធស្រុកហាវីឡាដែលមានមាសហើយនៅជុំវិញអ្វីមួយដែលនៅជុំវិញការងារនៃការហុំព័ទ្ធការងាររបស់ព្រះនៃព្រះពរទាំងអស់នៅជុំវិញទី2គឺឈ្មោះគីហុនដែលជាទន្លេហូរព័ទ្ធស្រុកគូសាប៊ីបនៅក្នុងដំណើរការវាលហោស្ថានចាលរាជកថាចំពុក32ខ10ទ្រង់ឃើញលោកនៅតំបន់ស្ងាត់ហើយនៅទីរហោស្ថានជាទីមានហ៊ុនគឺជាទន្លេនៅហូរព័ទ្ធស្រុកគូជាទីរហោស្ថានដែលមានសុទ្ធតែសូរស័ព្ទអឹងកងនៅទ្រង់បានឡំព័ទ្ធលោកជុំវិញហើយបានថែទាំព្រមទាំងរក្សាលោកទុកដូចជាប្រស័យប្រណេតរបស់ទ្រង់ដូច្នេះនេះគឺជាសាប៊ីបដែលជាការថែទាំរបស់ព្រះអង្គការការពារនិងអ្វីៗផ្សេងទៀតនឹងព្រះពរចោទទីកថាចំពុក1ខ31ដល់ខ32ហើយនៅក្នុងទីរហោស្ថានផងនោះឯងរាល់គ្នាក៏បានឃើញថាព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានបីទ្រឯងតាមផ្លូវដែលឯងបានដើររហូតមកដល់ទីនេះដូចជាមនុស្សបីកូនរបស់ខ្លួនតែទោះបីជាយ៉ាងណាក៏ដោយគង់តែឯងនៅតែមិនទុកចិត្តនឹងព្រះយេហូវ៉ាជាព្រះនៃឯងទៀតដូច្នេះសាប៊ីបមានអត្ថន័យអំពីការយកចិត្តទុកដាក់របស់ព្រះនៅជុំវិញការការពាររបស់ទ្រង់សាប៊ីបដែលការពារអេលីសេពីពងសាវរាស័ព្ទចំពុក6:17នោះអេលីសេក៏អធិដ្ឋានថាអោព្រះយេហូវ៉ាអើយសូមបានទ្រង់ប្រោសឲ្យភ្នែកវាបានមើលឃើញកំពុងតែសំដៅទៅលើអ្នកបម្រើរបស់គាត់កំពុងតែអធិដ្ឋានសម្រាប់អ្នកបម្រើរបស់គាត់ឈ្មោះគេហាស៊ីព្រះយេហូវ៉ាក៏បានបើកភ្នែកអ្នកបម្រើនោះហើយក៏មើលឃើញទៅលើភ្នំនោះមានពេញទៅដោយពោធិ៍សេះនិងរទេះចម្បាំងសុទ្ធតែជាភ្លើងដែលនៅព័ទ្ធជុំវិញអេលីសេហើយចងចាំថាគេហាស៊ីកំពុងតែភ័យស្លន់ស្លោព្រះជំចាស់អើយសូមទូតមើលសត្រូវទាំងអស់នេះហើយអេលីសេគ្រាន់តែអង្គុយស្រួលនៅក្នុងបន្ទប់ទទួលភ្ញៀវឬក៏ការិយាល័យរបស់គាត់ហើយគាត់មិនបានចេញទៅមើលទេប៉ុន្តែគាត់ត្រូវបានសរសើរនំការដល់ព្រះអង្គទ្រង់បានបើកភ្នែកអ្នកបម្រើហើយនៅពេលដែលព្រះអង្គទ្រង់បើកភ្នែករបស់គាត់មើលឃើញពួកពលបរិវារឋានសួគ៌និងរទេះសេះលត់ឡោមព័ទ្ធហើយវាបាននិយាយថាទាំងអស់នេះសុទ្ធតែជាភ្លើងរទេះភ្លើងដែលនៅជុំវិញអេលីសេការពារសូមឲ្យយើងអាចធ្វើឲ្យខ្ញុំមកអធិដ្ឋានដល់ព្រះអង្គសូមឲ្យព្រះអង្គទ្រង់បើកភ្នែករបស់យើងនៅកណ្ដាលភាពវឹកវរនេះសូមឲ្យយើងមើលឃើញការការពាររបស់សាប៊ីបរបស់ព្រះអង្គនៅជុំវិញយើងនៅជុំវិញព្រះវិហាររបស់យើងសូមឲ្យយើងអធិដ្ឋានសូមការការពាររបស់សាប៊ីបរបស់ព្រះអង្គសម្រាប់ព្រះវិហារមិត្តភ័ក្តិនិងក្រុមគ្រួសាររបស់យើងដូច្នេះខ្ញុំនឹងនៅក្នុងរោងឧបោសថលិខិតម៉ានាំង 25:11 រួចត្រូវក្រសោបដោយមាសសុទ្ធទាំងក្នុងទាំងក្រៅហើយធ្វើគីបមាសនៅព័ទ្ធជុំវិញការស្រោបវានឹងមានមាសតំណាងឲ្យភាពអកលជានិច្ចនិងរបស់មួយចំនួនតំណាងឲ្យកន្លែងឋានសួគ៌នៅលើផែននេះពួកវាត្រូវបានក្រសោបដោយមាសឬពួកវាត្រូវបានធ្វើពីមាសដូចជាជើងចង្កៀងមាសដូច្នេះការតុបតែងមាសព័ទ្ធជុំវិញវាគាត់បានស្រោបនំប៉័ងដោយមាសសុទ្ធនៅជុំវិញសាជាថ្មីម្ដងទៀតអាសនៈស្រោបដោយមាសសុទ្ធវាមានផ្នែកខាងលើនិងជំហានទាំងអស់នៅជុំវិញសរសេរទាំងអស់នៅជុំវិញទីលានរុនទ្វារទីលាននិងចម្រឹងមាសទាំងអស់ដែលរងរបស់សុទ្ធចម្រឹងទាំងអស់ដែលនៅទីលាននៅជុំវិញនិងវាំងននទាំងអស់នៅទីលានជុំវិញនិងមានរុនមួយនៅផ្នែកខាងលើនៅកណ្ដាលវាព័ទ្ធជុំវិញរុនរបស់វានឹងមានចំណងត្បាញ
ផ្លាយទន្ទឹមនិងកណ្ដឹងមាសនៅក្រោមសម្លៀកបំពាក់របស់សង្ឃហើយអ្នកត្រូវតែស្លៀកពាក់ហើយអ្នកត្រូវតែសម្លាប់ជាមឈ្មោលហើយយកឈាមរបស់វាទៅប្រោះនៅជុំវិញសាប៊ីបនៅលើអាសនៈឈាមរបស់ព្រះយេស៊ូវសាប៊ីបនៅលើយើងឥឡូវនេះចូលយើងមើលសាប៊ីបនៅក្នុងព្រះវិហារបរិសុទ្ធរបស់អេសេគៀលគួរឲ្យចាប់អារម្មណ៍នៅក្នុងអេសេគៀលសាប៊ីបគឺម្ដងហើយម្ដងទៀតវាតែងតែកាត់ឡើងអំពី2ដងសាប៊ីបនៅពេលដែលព្រះអង្គទ្រង់មានព្រះបន្ទូលថាពិតប្រាកដណាស់ខ្ញុំប្រាប់អ្នកថាតើវាមានអត្ថន័យយ៉ាងណាការសង្កត់ធ្ងន់កាន់តែខ្លាំងឡើងនៅពេលដែលព្រះអង្គទ្រង់មានព្រះបន្ទូលទៅកាន់អាដាមថាអ្នកប្រកាសជានឹងស្លាប់ប្រសិនបើអ្នកបរិភោគផ្លែឈើនេះអ្នកប្រកាសជាស្លាប់វាគឺជាម៉ូដថាមុតឬក៏មុតគឺជាស្លាប់ទ្រង់កំពុងតែមានបន្ទូលថាអ្នកនឹងស្លាប់ឥឡូវនេះពាក្យដដែលនេះមានន័យប្រកបណាស់ 100% ទៅ 120% ក៏ 200% ដូច្នេះសាប៊ីបគឺជាការសង្កត់ធ្ងន់នៅពេលដែលសាប៊ីបត្រូវបានប្រើ2ដងមួយជាមួយគ្នាវាគឺជាទម្រង់សង្កត់ធ្ងន់ខ្លាំងដែលបង្ហាញពីការពេញលេញស្រោបដោយដែលព្រះអង្គទ្រង់បានប្រាប់ណូអេឲ្យស្រោបទូកនៅជ័រនៅខាងក្នុងនៅខាងក្រៅអ្នកនោះទេស្រោប2ជាន់សាប៊ីបគឺជាការការពារនិងភាពបរិសុទ្ធរបស់ព្រះអង្គសាប៊ីបលេចឡើងជាញឹកញាប់នៅក្នុងការពិពណ៌នារបស់អេសេគៀលអំពីព្រះវិហារបរិសុទ្ធប៉ុន្មានដង25ដងម្ដងទៀតអ្នកមានរឿងនេះនៅក្នុងចំណាំរបស់អ្នកមែនទេតំបន់នៅលើកំពូលភ្នំនេះគឺកាត់ឡើងនៅលើកដំបូងដូច្នេះលោកអាប់រ៉ាហាំផាកនៅក្នុងសិភៅនេះមិនបានយកខុសគម្ពីរទាំងនេះតាមលំដាប់នៃការចូលពីខាងក្រៅខាងក្នុងទេដូច្នេះនោះបញ្យល់អំពីលំដាប់នៃការពិពណ៌នាទាំងនេះដូច្នេះដំបូងសាប៊ីបលេចឡើងយោងទៅតាមលំដាប់នេះអេសេគៀល43 ខ12តំបន់នៅលើភ្នំទ្រង់ញាយចេញជាបរិសុទ្ធហើយព័ទ្ធជុំវិញជាមុនសិនយល់ព្រមតំបន់ទាំងមូលរបស់វានៅលើកំពូលភ្នំទី2កំផែងខាងក្រៅយល់ព្រមនេះគឺជាតំបន់ភ្នំនៅទីនេះដូចគ្នាយល់ព្រមហើយទ្រង់បានញាយចេញជាបរិសុទ្ធជុំវិញភ្នំជាមុនសិនយល់ព្រមហើយបន្ទាប់មកញាយចេញជាបរិសុទ្ធជុំវិញកំផែងព្រះវិហារតែអ្នកឃើញអ្វីដែលព្រះកំពុងធ្វើនៅទីនេះទេទ្រង់កំពុងតែញាយចេញជាបរិសុទ្ធពីខាងក្រៅកំផែងទី4ព័ទ្ធជុំវិញប្រាសាទមិនត្រឹមតែកំផែងខាងក្រៅប៉ុណ្ណោះទេប៉ុន្តែកំផែងហើយបន្ទាប់ពីទីធ្លានៅខាងក្រៅនៅទីនេះនិងផ្លូវក្រៅថ្មសាប៊ីបនៅលើភ្នំនៅលើផ្លូវក្រៅថ្មនោះគឺជាកន្លែងពុះនៅទីនេះគឺនៅជ្រុង4គឺជាកន្លែងពុះដូច្នេះយើងមានរង្វាស់ចំនួន25ហើយបន្ទាប់មកញាយចេញជាបរិសុទ្ធចំនួន25ហើយបន្ទាប់មកមានអ្នករៀនហៅថារៀនហៅនៅទីនេះអ្នកស្គាល់រឿងនេះទេនេះជាច្រកទ្វារចូលទៅកាន់ទីលានខាងក្រៅទ្វារចូលទៅកាន់ទីលានខាងក្នុងនេះជាទីលានខាងក្នុងនិងនេះជាទីសក្ការៈហើយនេះគឺជាទីលានហៅបង្អួចនៃច្រកទ្វារទីលានខាងក្រៅដែលបែរមុខទៅទិសខាងកើតបង្អួចនៃទ្វារទីលានខាងក្រៅបែរមុខទៅទិសខាងត្បូងបង្អួចនៃទីធ្លាខាងក្នុងដែលបែរមុខទៅទិសខាងត្បូងឥឡូវនេះអ្នកយល់អំពីអត្ថន័យទីលានខាងក្នុងមែនទេបង្អួចនៃទីលានខាងក្នុងដែលបែរមុខទៅទិសខាងកើតបង្អួចនៃទ្វារទីលានខាងក្នុងដែលបែរមុខទៅទិសខាងជើងកំផែងទ្វារទីលានខាងក្រៅដែលបែរមុខទៅទិសខាងកើតនៅទីនេះពួកគេអ្នកដឹងទេនេះគឺជាស្នាមប្រេះរបស់ទាំងនេះគឺជាបង្អួចពួកវាត្រូវបានគេហៅថាបង្អួចបិទចិត្តទំពាក់ពីរនៅលើច្រកទ្វារមានទាំងទំពក់ពីរនៅទីនេះនៅខាងក្នុងទាំងនេះគឺជាទំពក់ពីរនិងជើងជញ្ជាំងអគារពីមុខតំបន់ដាច់ដោយឡែកនៅចំហៀងខាងលិចហើយដូច្នេះគឺជាទីសក្ការៈនៅទីនេះគឺជាទីបរិសុទ្ធហើយនេះផ្នែកខាងលិចហើយនេះនៅពីក្រោយវាត្រូវបានគេហៅថាអគារនៅខាងមុខតំបន់ដាច់ដោយឡែកនៅចំហៀងឆ្ពោះទៅទិសខាងលិចនិងកំផែងនៃអគារនៅមុខតំបន់ដាច់ដោយឡែកដូច្នេះនេះគឺជាកំផែងនៃអគារបន្ទះទី14កំផែងទី18ជុំវិញផ្ទះខាងក្នុងនិងខាងក្រៅ
ទី19ដូចគ្នាដូច្នេះបន្ទះនិងកំផែងជុំវិញខាងក្នុងនិងchain robin ដូច្នេះផ្ទះខាងក្នុងនិងកំផែងជុំវិញផ្នែកខាងក្នុងនៃកំផែងនិងផ្នែកខាងក្រៅនៃកំផែងជាពិសេសផ្នែកខាងក្នុងផ្ទះខាងក្នុងនិងផ្ទះខាងក្នុងនិងខាងក្រៅបន្ទាប់មកមានទី20ទីតាំងតំបន់ជំហៀងជុំវិញដូច្នេះទាំងនេះត្រូវបានរចនាឡើងនៅក្នុងទម្រង់ដែលឡោមព័ទ្ធជុំវិញទីសក្ការៈត្រូវបានហុំឡោមព័ទ្ធដោយច្បាប់វាត្រូវបានឡោមព័ទ្ធដោយជញ្ជាំងវាដូចជាខ្ទឹមបារាំងអ្នកបកសម្បកមានរឿងមួយទៀតបកសម្បកនិងសម្បកនិងបកសម្បកមានសន្ទាប់វាព័ទ្ធជុំវិញកំផែងនៃបន្ទប់ជំហៀងហើយបន្ទាប់មកកម្រាស់នៃបន្ទប់ជំហៀងព័ទ្ធជុំវិញសុទ្ធតែកម្រាស់នៃបន្ទប់ជំហៀងវេទិកានៃបន្ទប់ជំរៀងកំផែងនៃបន្ទប់ជំរៀងនៃជំហៀងតំបន់ដាច់ដោយឡែកជុំវិញប្រាសាទនៅគ្រប់ជ្រុងនេះគឺជាព្រះវិហារហើយតំបន់បៃតងនេះគឺជាតំបន់ដាច់ដោយឡែកជុំវិញព្រះវិហារទំហំទំនេរនៃបន្ទប់ជំហៀងទាំងអស់នៅជុំវិញនោះគឺជាសាប៊ីបចំនួន25សេចក្តីសន្និដ្ឋានឥឡូវអ្នកដឹងទេថាសេចក្តីសន្និដ្ឋានរបស់ខ្ញុំគឺវែងដូចរូបកាយការសង្កត់ធ្ងន់ទៅលើសាប៊ីបបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះអង្គកំពុងតែស្រោបនៅជុំវិញយើងនៅថ្ងៃនេះព្រះគុណរបស់ទ្រង់មកលើយើងដូចជាទូករបស់ណូអេត្រូវបានគ្របដណ្ដប់ដោយជ័រហើយជនជាតិអ៊ីស្រាអែលនៅទីរហោស្ថានត្រូវបានការពារដោយសសរភ្លើងនិងពពកបញ្ហាគឺថាយើងមិនអាចមើលឃើញការការពាររបស់ព្រះអង្គហើយចាប់ផ្ដើមសង្ស័យដូចជាអ្នកបម្រើរបស់អេលីសេនិងជនជាតិអ៊ីស្រាអែលនោះហើយគឺជាមូលហេតុដែលយើងត្រូវធ្វើពាក្យអធិដ្ឋានផ្ទាល់ខ្លួនរបស់យើងអំពីរបស់លោកីយើងប្រើវិធានការផ្ទាល់ខ្លួននិងវិធីសាស្ត្រផ្ទាល់ខ្លួនរបស់យើងដើម្បីស្វែងរកអ្វីមួយដើម្បីការពារខ្ញុំនិងអ្វីមួយដែលមានសុវត្ថិភាពសម្រាប់ខ្លួនខ្ញុំប៉ុន្តែប្រសិនបើវាមិនមែនជាពាក្យអធិដ្ឋានរបស់ព្រះទេអ្វីទាំងអស់នឹងដួលរលំសប្តាហ៍នេះយើងមានពាក្យអធិដ្ឋានផ្ទាល់ខ្លួនរបស់យើងគឺជាពាក្យអធិដ្ឋានសាប៊ីបពាក្យអធិដ្ឋាននៅលើមាត់របស់យើងពាក្យអធិដ្ឋានសាប៊ីបពាក្យអធិដ្ឋាននៅក្នុងព្រះវិហាររបស់អេសេគៀលតំណាងឲ្យការញែកចេញជាបរិសុទ្ធមានតែមនុស្សដែលបានជ្រើសរើសដែលបានឆ្លងកាត់ញែកជាបរិសុទ្ធប៉ុណ្ណោះដែលអាចចូលទៅក្នុងក្រុងយេរូសាឡឹមថ្មីហើយជួបជាមួយនឹងព្រះអង្គហាហ្គាយចំពុក1ខ6ដល់9ឯរាល់គ្នាបានព្រោះពូជជាច្រើនតែជ្រកបានតិចទេក៏បានស៊ីតែមិនឆ្អែតហើយបានផឹកតែមិនស្កប់ស្កល់ព្រមទាំងសម្លៀកបំពាក់តែមិនកក់ក្ដៅឡើយអ្នកណាដែលស៊ីឈ្នួលនោះទទួលឈ្នួលឲ្យតែដាច់ថងព្រោះទេព្រះរានៃពួកពលបរាទ្រង់មាន5ទូដូច្នេះចូលឯងរាល់គ្នាពិចារណាផ្លូវខ្លួនរបស់ខ្លួនចុះព្រះរាទ្រង់បានគាប់ថាចូលឡើងទៅឯភ្នំយកឈើមកសង់ព្រះវិហារចុះនោះអញនឹងរាយចំពោះវិហារនោះហើយនឹងបានថ្កាឡើងផងឯរាល់គ្នាបានសង្ឃឹមនឹងបានច្រើនតែមើលតែតិចទេកាលណាឯងបាននាំយកទៅឯផ្ទះនោះអញបានផ្លុំផាត់ទៅព្រះវិហារនៃពួកបរិវារទ្រង់សួរថាហេតុអ្វីបានជាដូច្នេះគឺដោយព្រោះព្រះវិហាររបស់អញដែលត្រូវខូចបង់កំពុងតែឯងរាល់គ្នារត់ទៅឯផ្ទះរៀងៗខ្លួននោះរឿងនេះរំលឹកយើងថាខ្ញុំមិនបន្ទោសមនុស្សដោយសារតែប្រតិកម្មរបស់ពួកគេទេប៉ុន្តែអាកំបាំងដ៏ធំមួយដែលប្រតិកម្មរបស់ប្រជាជនគឺការទិញក្រដាសមង្គលពួកគេនិយាយអំពីរឿងកំប្លែងជាមួយក្រដាសមង្គលទេអាកំបាំងដ៏អស្ចារ្យបំផុតមួយដែលយើងយល់អំពីការទិញអាហារអង្គនំប៉័ងទឹកតែក្រដាសមង្គលជាអ្វីដោយសភាពអកតេយើងជាមនុស្សព្រួយបារម្ភអំពីអ្វីដែលចូលនិងអ្វីដែលចេញទៅក្រៅស្រមៃមើលថាអ្នកមានអាហារគ្រប់គ្រាន់ហើយអ្នកត្រូវតែទៅប៉ុន្តែគ្មានក្រដាសមង្គលទេប៉ុន្តែមនុស្សគ្រប់គ្នាកំពុងរត់ទៅហើយឃើញវីដេអូរូបភាពហើយនៅរូបតុក្កតាគ្រប់ប្រភេទអំពីមនុស្សទិញអាហារនិងក្រដាសមង្គលហើយទិញក្រដាសទឹកនោមបន្ថែមនិងអ្វីៗគ្រប់យ៉ាងអស្ចារ្យណាស់ខ្ញុំមិនមែនកំពុងតែនិយាយថាកំពុងធ្វើវាទេប្រសិនបើអ្នករកគ្នាធ្វើត្រូវការធ្វើវាប្រសិនបើវាធ្វើឲ្យមានអារម្មណ៍ស្រួលសូមបន្តទៅទៀតប៉ុន្តែអ្នកដឹងទេយើងឃើញនៅក្នុងប្រទេសកូរ៉េជាពិសេសនៅពេលដែលមានការកើនឡើងយ៉ាងខ្លាំងនៃការអ្នកឆ្លងដែលបានបញ្ជាក់មនុស្សជាច្រើនទៅដំណងជួរគីឡូម៉ែត្រដើម្បីទិញម៉ាស់ហើយពួកគេបានចាប់ផ្ដើមតម្រង់ជួរចាប់ពីម៉ោង2ម៉ោង3ព្រឹក
គ្រាន់តែដើម្បីទទួលបានម៉ាស់2ពីព្រោះរដ្ឋាភិបាលបានកំណត់ម៉ាស់2សម្រាប់មនុស្សម្នាក់ហើយខ្ញុំបានឮគ្រូបង្រៀនម្នាក់និយាយថាតើមានមនុស្សប្រមាណអ្នកទៅម្ដងជួរនៅក្នុងព្រះវិហារដើម្បីអធិដ្ឋាននៅពេលព្រឹកព្រលឹមដើម្បីសុំការការពារពីព្រះអង្គតើមានមនុស្សប្រមាណអ្នកពិតជាតម្រង់ជួរដើម្បីចូលទៅព្រះវិហារដើម្បីអធិដ្ឋាននៅពេលព្រលឹមការអធិដ្ឋាននៅពេលព្រលឹមតើមានមនុស្សប្រមាណអ្នកដែលព្រួយបារម្ភអំពីការស្តុកទុកអាហារប៉ុន្តែតើមានមនុស្សប្រមាណអ្នកដែលព្រួយអារម្មណ៍ពីការស្តុកទុកព្រះបន្ទូលរបស់ព្រះអង្គដោយសារតែព្រះគម្ពីរចែងថាទូរភឹកនឹងមិនមែនជាទូរភឹកនៃអាហារទេតើនេះគឺជាអំណាចរបស់ហេមូសមែនទូរភឹកនឹងកើតឡើងដោយសារតែពួកគេមិនធ្វើពួកគេមិនអាចលើកព្រះបន្ទូលរបស់ព្រះអង្គបានទេទូរភឹកដែលនឹងមកដល់នៅទីបញ្ចប់គឺជាទូរភឹកនៃព្រះបន្ទូលរបស់ព្រះអង្គដូច្នេះតើអ្នកព្រួយបារម្ភអំពីមួយណាជាងគ្រូក្បាលរបស់អ្នកកំពុងតែប្រាប់យើងថាអ្នកច្រើនណាស់ប៉ុន្តែប្រមូលបានតិចអ្នករៀបចំប្រព័ន្ធផ្ទាល់ខ្លួនរបស់អ្នករៀបចំប្រព័ន្ធសាប៊ីផ្ទាល់ខ្លួនរបស់អ្នកប៉ុន្តែអ្នកញ៉ាំប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីពេញចិត្តទេមើលព្រះពរនៃការញ៉ាំគឺអ្នកញ៉ាំឲ្យឆ្អែតហើយញ៉ាំមួយទៀតមែនទេឆ្អែតហើយមិនពេញចិត្តឆ្អែតហើយដើម្បីឲ្យបានពេញចិត្តនេះប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីស្រវឹងទេគ្មានក្រដាស់បង្គន់គ្រប់គ្រាន់ទេអ្នកសម្លៀកបំពាក់វាមិនមាននៅក្នុងព្រះគម្ពីរទេខ្ញុំគ្រាន់តែបន្ថែមអ្នកស្លៀកពាក់ប៉ុន្តែគ្មាននរណាម្នាក់កក់ក្ដៅគ្រប់គ្រាន់ទេហើយដូច្នេះនៅលើវាដោយសារតែព្រះជាម្ចាស់មានបន្ទូលថាដោយសារតែមើលព្រះវិហាររបស់ខ្ញុំផ្ទះរបស់ខ្ញុំវាស្ងាត់ជ្រងំមើលព្រះវិហារបរិសុទ្ធរបស់អេសេគៀលនៅខាងវិញ្ញាណរបស់អ្នកនៅខាងក្នុងអ្នកឥឡូវនេះវាយ៉ាងមិនដែរទំនុកបង្កើន127ខ1បើគ្មានព្រះយេហូវ៉ាសាងសង់ឡើងនៅពួកជាងដែលសង់គេធ្វើការឥតប្រយោជន៍ទេបើគ្មានព្រះយេហូវ៉ាថែរក្សាទីក្រុងនោះពួកយាមល្បាតគេចាំយាមជាឥតប្រយោជន៍ដែររបាំងមុខម៉ាស់របស់យើងគឺជាអ្វីដែលយើងត្រូវការឥឡូវនេះប៉ុន្តែលុះត្រាតែព្រះអង្គការពារយើងរបាំងមុខម៉ាស់របស់យើងនឹងមិនមានការពារយើងទេទេវតារបស់ព្រះអង្គបោះជំនុំជំវិញអ្នកដែលកោតខ្លាចទ្រង់ហើយជំវិញនោះគឺសាប៊ីបមែនទេហើយជួយសង្គ្រោះពួកគេអូចូលភ្លក់មើលថាព្រះអង្គអើយអ្នករាល់គ្នាជាពួកបរិសុទ្ធត្បិតចំពោះអ្នកដែលកោតខ្លាចដល់ទ្រង់គ្មានការខ្វះខាតអ្វីឡើយដូច្នេះគន្លឹះគឺភាពបរិសុទ្ធពាក្យថាសាប៊ីបគឺជាព្រះជាម្ចាស់កំពុងធ្វើឲ្យប្រកាសថាមានតែពួកបរិសុទ្ធទេដែលអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធរបស់អេសេគៀលចូលទៅក្នុងនគររបស់ព្រះអង្គភាពបរិសុទ្ធដូចដែលខ្ញុំបានលើកឡើងពីមុនមកកាដោះឬក៏កាដាស់ក្នុងទម្រង់ផ្សេងគ្នាដូចជាសព្វនាមនាមនិងកិរិយាសព្ទឬក៏កិរិយាការញែកចេញវាមានអត្ថន័យញែកចេញព្រះវិហារបរិសុទ្ធរបស់អេសេគៀលត្រូវបានហ៊ុំព័ទ្ធទៅដោយភាពបរិសុទ្ធហេព្រើរជំពូក12ខ4ចូលដេញតាមសេចក្តីមេត្រីនិងចំពោះមនុស្សទាំងអស់ចុះហើយឲ្យបានញែកជាបរិសុទ្ធដែរបើអ្នកណាគ្មានសេចក្តីបរិសុទ្ធនោះមិនដែលឃើញព្រះអង្គម្ចាស់ឡើយចូលញែកចេញជាបរិសុទ្ធបើគ្មានវាទេអ្នកនឹងមិនឃើញព្រះអង្គម្ចាស់ទេការញែកចេញជាបរិសុទ្ធគឺជាដំណើរការនៃការคล้ายជាបរិសុទ្ធហើយបើគ្មានការញែកចេញជាបរិសុទ្ធនិងភាពបរិសុទ្ធបែបនេះទេយើងមិនអាចចូលទៅក្នុងព្រះវិហារបរិសុទ្ធរបស់អេសេគៀលដែលជានគរខាងឯវិញ្ញាណរបស់ព្រះបានឡើយបរិសុទ្ធមានន័យថាញែកចេញសម្រាប់ព្រះឬក៏ដោយព្រះអង្គដូច្នេះប្រសិនបើព្រះជាម្ចាស់មានបន្ទូលថាទ្រង់ហៅអ្នកហើយមានបន្ទូលថាអ្នកគឺជាខ្ញុំជ្រើសរើសអ្នកខ្ញុំបានញែកចេញជាបរិសុទ្ធសម្រាប់គោលបំណងរបស់ខ្ញុំនោះគឺជាភាពបរិសុទ្ធរបស់គឺជាព្រះអង្គម្ចាស់ដែលបានញែកយើងចេញជាបរិសុទ្ធហើយអ្នកណាធ្វើឲ្យយើងបរិសុទ្ធប្រសិនបើអ្នកយកនេះពីមីក្រូហ្វូននេះត្រូវបានប្រើប្រាស់គ្រប់ទីកន្លែងលើពិភពលោកទាំងខាងក្រៅទាំងខាងក្នុងនោះមិនមែនន័យថាបរិសុទ្ធទេប្រសិនបើអ្នកត្រូវបានញែកចេញដោយសារទុកវាសម្រាប់តែព្រះអង្គនោះមីក្រូហ្វូននេះនឹងក្លាយទៅជាបរិសុទ្ធដូច្នេះត្រូវបានញែកចេញសម្រាប់តែព្រះឬក៏ញែកដោយព្រះខ្ញុំអធិដ្ឋានថាយើងម្នាក់ៗនឹងក្លាយជាមនុស្សបរិសុទ្ធដែលញែកដោយព្រះនិងសម្រាប់ព្រះអង្គហើយនោះហើយគឺជាមូលហេតុដែលព្រះយេស៊ូវបានយកមករកយើងលេវីវិន័យចំពុក20ខ26ត្រូវឯងរាល់គ្នាបានបរិសុទ្ធដល់អញត្បិតអញនេះគឺជាយេហូវ៉ាអញបរិសុទ្ធដូចឪពុកដូចកូនប្រុសបើអ្នករាល់គ្នាចង់ធ្វើជាកូនរបស់ខ្ញុំអ្នកត្រូវតែយកគុណ
លក្ខណៈរបស់ខ្ញុំអ្នកត្រូវតែជារបស់ខ្ញុំតើទ្រង់មាន5ទូលអ្វីអ្នកជារបស់ខ្ញុំដូច្នេះចូលធ្វើជារបស់ខ្ញុំទ្រង់ប្រកាសថាអ្នកជារបស់ខ្ញុំប៉ុន្តែយើងនិយាយថាអូតើខ្ញុំអាចចែករំលែកបានទេខ្ញុំអាចធ្វើជារបស់អ្នកនៅថ្ងៃអាទិត្យហើយបន្ទាប់មកខ្ញុំអាចធ្វើជាមិត្តស្រីរបស់ខ្ញុំហើយនៅថ្ងៃបន្ទាប់ខ្ញុំនឹងក្លាយជាចៅហ្វាយរបស់ខ្ញុំតើមានម្ចាស់ប្រមាណអ្នកឬក៏ចៅហ្វាយប្រមាណអ្នកយើងមានម្ចាស់ប្រមាណអ្នកព្រះអង្គម្ចាស់របស់យើងនិយាយថាអ្នកជារបស់ខ្ញុំគាត់និយាយថាដូច្នេះចូលធ្វើជារបស់ខ្ញុំនោះជាការញែកចេញពីទីម៉ូថេចំពុក1ខ9ដែលទ្រង់បានជួយសង្គ្រោះយើងហើយបានហៅយើងមកក្នុងការងារបរិសុទ្ធមិនមែនដោយការដែលយើងធ្វើទេគឺដោយតម្រេះនិងប្រគុណនៃទ្រង់វិញដែលបានផ្ដល់មកយើងនៅព្រះគ្រីស្ទយេស៊ូវមុនអស់ទាំងអស់កលព្រះអង្គទ្រង់បានទតឃើញថាពន្លឺល្អនៅក្នុងលោកុបាទចំពុក1ដល់ចំពុក4នៅពេលយើងឃើញអំពីការញែកចេញយើងមិនអាចបំភ្លេចអំពីការបង្កើតរបស់ព្រះអង្គបានទេដូចដែលខ្ញុំបានលើកឡើងមាន46 9និង10តើវាជា46ឬក៏46 9និង10 9ចូលនឹកចាំអំពីការដែលកន្លងទៅហើយតាំងពីបុរាណត្បិតអញនេះគឺជាព្រះឥតមាននរណាទៀតឡើយអញគឺជាព្រះហើយគ្មាននរណាមួយដូចជាអញសោះខ10តាំងតែពីដើមដំបូងអញរមែងសម្ដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុតហើយតាំងពីចាស់បុរាណក៏ប្រាប់ពីការដែលមិនទាន់មកដែរដោយពាក្យថាគំនិតសម្រាប់ដោយអញនឹងស្ថិតស្ថេរនៅអញនឹងធ្វើតាមបំណងចិត្តរបស់អញគ្រប់ប្រការដោយហៅសត្វស្លាបពីទីខាងកើតជាមនុស្សនៃគោលអំណងរបស់អញមកពីសុខឆ្ងាយចាប់តាំងពីដើមមកព្រះអង្គទ្រង់បានប្រកាសអំពីទីបញ្ចប់នៅក្នុងលោកុបាទចំពុកទី1ខ្ញុំជឿថាព្រះអង្គទ្រង់បានប្រកាសទីបញ្ចប់រួចហើយលោកុបាទចំពុកទី1បានដាក់ចេញនៅគំរូផែនការសម្រាប់ប្រវត្តិសាស្ត្រទាំងមូលនៃការប្រោះលួចហើយកិច្ចការបង្កើតរបស់ព្រះអង្គត្រូវបានធ្វើឡើងជុំវិញនៅក្នុងកិច្ចប្រោះលួចរបស់ព្រះអង្គហើយនៅក្នុងកិច្ចការបង្កើតនិងការប្រោះលួចរបស់ព្រះអង្គមានកិច្ចការញែកចេញព្រះអង្គទ្រង់អាចឲ្យយើងបានញែកចេញដោយទ្រង់ប្រាប់យើងថាអ្នកត្រូវបានញែកចេញប៉ុន្តែបន្តមកយើងត្រូវរស់នៅតាមរយៈបទពិសោធន៍នេះហើយផ្ដល់ការងាររចនាចេតនារបស់យើងក្នុងការញែកខ្លួនយើងចេញពីបាបពីលោកីដូច្នេះហើយបានញែកដាក់នៅក្នុងចំពុកដូច្នេះហើយបានជាដាក់ចេញនៅក្នុងចំពុកទី1ពាក្យនេះព្រះអង្គទ្រង់បានទតឃើញថាពន្លឺល្អហើយព្រះអង្គទ្រង់បានញែកពន្លឺចេញពីភាពងងឹតពាក្យនេះបានលេចចេញឡើងពេញលោកុបាទចំពុកទី1 2-3 ដងក្នុងខទី1ចូលឲ្យមានផ្ទៃមេឃនៅក្នុងនេះគឺជាលើកទី2នៃការបង្កើតចូលឲ្យមានបរោះនៅកណ្ដាលទឹកដើម្បីញែកចេញពីគ្នាទឹកនៅលើផ្ទៃទឹកនៅខាងក្រោមផ្ទៃទឹកខទី7ទ្រង់ក៏ធ្វើឲ្យប្រឡោះនោះញែកទឹកដែលនៅក្រោមប្រឡោះចេញពីទឹកដែលនៅប្រឡោះក៏មានដូច្នេះរំលងទៅខទី14ព្រះអង្គទ្រង់មាន5ទូលថាចូលឲ្យមានពន្លឺនៅនាផ្ទៃមេឃដើម្បីនឹងញែកថ្ងៃចេញពីយប់សម្រាប់ទុកជាទីសម្គាល់នៃរដូវថ្ងៃនិងឆ្នាំខទី18ឲ្យមានអំណាចនៅពេលថ្ងៃនិងពេលយប់ហើយឲ្យញែកពន្លឺចេញពីងងឹតរួចទ្រង់ហៅថាល្អនេះគឺជាទូនាទីនៃកំផែងព្រះវិហារបរិសុទ្ធរបស់អេសេគៀលដែលញែកចេញអ្វីដែលមិនបរិសុទ្ធចេញពីដែលបរិសុទ្ធហើយមានកំផែងជាច្រើនវាមិនមែនជាការបំបែកដូចជាការបែងចែកឬក៏ការលាលែងគ្នានោះទេវាជាការបំបែកនៃការញែកការរក្សាអ្វីដែលបរិសុទ្ធឲ្យឆ្ងាយពីអ្វីដែលអ្នកមិនបរិសុទ្ធដូច្នេះចូលក្រឡេកមើលលោកុបាទចំពុកទី1ដែលពាក្យបាដាវនេះត្រូវប្រើដំបូងត្រូវបានប្រើដើម្បីសំដៅទៅលើការបំបែកពន្លឺនិងភាពងងឹតហើយពីទីនេះសូមឲ្យយើងបានរៀនរបៀបខ្លាយទៅជាបរិសុទ្ធនិងបរិសុទ្ធ1ពេត្រុសចំពុក2ខ9ចែងថាតែអ្នករាល់គ្នាជាពូជជ្រើសរើសជាពួកសង្ឃលួងជាសះបរិសុទ្ធជារាជដ៏ជាគេអាករនៃព្រះយើងដឹងអំពីផ្នែកទី1នេះយើងនិយាយថាមែនហើយយើងជាពូជសង្ឃរាជប៉ុន្តែផ្នែកបន្ទាប់ផ្នែកទី2ក៏ជាអ្វីដែលសំខាន់ផងដែរដើម្បីឲ្យអ្នករាល់គ្នាសម្ដែងចេញឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ
ដែលបានហៅអ្នករាល់គ្នាចេញពីក្តីងងឹតមកក្នុងពលឺអស្ចារ្យរបស់ទ្រង់ហើយវាខ្លួនវាខ្លាចទៅជាសក្ខីភាពមួយដែលយើងបង្ហាញនិងប្រកាសពីភាពល្អឥតខ្ចោះរបស់ព្រះអង្គដែលបានហៅយើងចេញដូច្នេះជីវិតរបស់យើងត្រូវបានទៅជាសក្ខីភាពដោយចេញពីភាពងងឹតចូលទៅក្នុងពន្លឺប៉ុន្តែប្រសិនបើរឿងនោះមិនទាន់កើតឡើងនៅចំពោះខ្ញុំនៅឡើយទេខ្ញុំមិនអាចខ្លាចជាអ្នកដែលប្រកាសពីភាពល្អឥតខ្ចោះរបស់ទ្រង់បានទេ2កូរិនថូសចំពោះ4ខ6បិទគឺជាព្រះដែលមាន5ទូបង្គាប់ឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹតទ្រង់បានបំភ្លឺមកក្នុងចិត្តយើងឲ្យយើងបានរស្មីពន្លឺនៃដំណើរស្គាល់ពីសេរីល្អរបស់ព្រះអង្គនៅក្នុងព្រះភ័ក្ត្រនៃព្រះយេស៊ូវគ្រីស្ទព្រះយេស៊ូវមាន5ទូថាខ្ញុំជាពន្លឺហើយពន្លឺនោះគឺជាព្រះបន្ទូលយូហានចំពុក1ខ1ដល់ខ4ការដើរដំបូងឡើយមានព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះហើយព្រះបន្ទូលនោះឯងគឺជាព្រះទ្រង់គង់នៅជាមួយនឹងព្រះចាប់តាំងពីដើមមកខ3គ្រប់របស់ទាំងអស់បានកើតឡើងដោយសារទ្រង់ហើយនៅក្នុងបណ្ដារបស់ដែលបានកើតឡើងមកទាំងនោះគ្មានអ្វីណាមួយកើតចេញក្រៅពីទ្រង់ឡើយនៅក្នុងទ្រង់មានពន្លឺហើយជីវិតជាពន្លឺរបស់មនុស្សដូច្នេះដើម្បីឲ្យយើងចេញពីភាពងងឹតយើងត្រូវទទួលព្រះបន្ទូលនេះហើយព្រះបន្ទូលនេះត្រូវបានคล้ายទៅជាជីវិតរបស់យើង1ថេសាឡូនីកខ5ចំពុក4ដល់5តែបងប្អូនអើយអ្នករាល់គ្នាមិនមែននៅក្នុងសេចក្តីងងឹតឲ្យថ្ងៃនោះបានមកដល់អ្នករាល់គ្នាដូចជាចោលនោះទេអ្នករាល់គ្នាសុទ្ធតែជាពួកនៃពន្លឺហើយពួកនៃថ្ងៃយើងមិនមែនជាពួកនៃយប់ឬក៏សេចក្តីងងឹតឡើយខ្ញុំអធិដ្ឋានសូមកុំឲ្យទីបញ្ចប់មរតករបស់យើងដូចជាចោលសូមកុំឲ្យយើងភ្ញាក់ផ្អើលដោយដែលខ្ញុំបាននិយាយអំពីប្រហែលជា COVID-19 គឺជា COVID-19 គឺជាការដាស់តឿនអំពីព្រះអង្គខ្ញុំផ្ទាល់មិនចាំបាច់ដកស្រង់សម្ដីខ្ញុំលើរឿងនោះទេប៉ុន្តែផ្ទាល់ខ្លួនខ្ញុំមិនគិតថាវាជាគ្រោះមហន្តរាយនិងជំងឺរាតត្បាតដ៏ធំដែលវិវរណៈនិយាយអំពីវានៅឡើយទេខ្ញុំសង្ឃឹមថាវាមិនទាន់មកដល់ទេសូមអធិដ្ឋានថាវានឹងមិនទាន់មកដល់ទេប៉ុន្តែបន្ទាប់មកតាមរយៈបាតុភូតទាំងនេះយើងត្រូវភ្ញាក់ផ្អើលខាងអវិញ្ញាណជាជាងភ្ញាក់ផ្អើលពីព្រលឹមដើម្បីទៅទិញម៉ាស់ហើយត្រូវភ្ញាក់ឡើងនៅខាងអវិញ្ញាណចំពោះការហៅរាល់ព្រះអង្គចំពោះទីសម្គាល់របស់ព្រះអង្គហើយចាប់ផ្ដើមអធិដ្ឋានហើយចាប់ផ្ដើមដឹងពីអ្វីដែលត្រូវចូលមកក្នុងពលឺដើម្បីកុំឲ្យភាពងងឹតនេះទីបញ្ចប់នឹងមិនមកដល់ដើម្បីឲ្យយើងបានភ្ញាក់ផ្អើលឡើយសូមឲ្យយើងបានត្រៀមខ្លួនហើយបន្ទាប់មកឲ្យមានការបំបែកទឹកទាំងពីរមែនទេតើគួរឲ្យខ្ញុំធ្វើអ្វីការបំបែកទឹកខ្ញុំអាចរៀនពីបាតុភូតធម្មជាតិនៃទឹកខាងក្រោមហើយទឹកទាំងនោះត្រូវបានលាយជាមួយនឹងដីផ្សេងៗគ្នាហើយនោះគឺជាយើងពីព្រោះនៅក្នុងព្រះគម្ពីរទឹកតំណាងឲ្យមនុស្សនៅក្នុងវិវរណៈចំពោះទី12ហើយតិចជាងចំពោះអ្នកដែលនៅក្នុងសមុទ្រហើយដីរបស់យើងគឺស្ថិតនៅក្នុងកម្រិត3នៃស្មារតីរបស់មនុស្សដីតំណាងឲ្យកន្លែងដែលគ្រាប់ពូជអាចត្រូវបានសាបព្រោះហើយវាអាចដោះពន្លកហើយបង្កើតផលសមុទ្រជាច្រើនដងនៅក្នុងព្រះគម្ពីរស្រីពេស្យាអង្គុយនៅលើសមុទ្រវិវរណៈ17:15ចែងថាឯទឹកដែលអ្នកបានឃើញជាកន្លែងដែលស្រីសម្ផឹងអង្គុយនោះគឺជាប្រជាជននិងមនុស្សទាំងឡាយគ្រប់ជាតិសាសន៍និងគ្រប់ភាសាបេះដូងដែលស្ថិតនៅលើទឹកសមុទ្រតំណាងឲ្យពិភពលោកដែលបានធ្លាក់ហើយគ្រាប់ពូជមិនអាចសាបព្រោះបានហើយលូកាចំពោះ8ខ11ប្រាប់យើងថារីឯពាក្យប្រៀបធៀបនោះដូចជាគឺស្រ័យយ៉ាងនេះថាពូជនោះគឺជាព្រះបន្ទូលដូច្នេះសំដៅទៅលើចិត្តរបស់យើងបន្ទាប់ពីទឹកជំនន់របស់លោកណូអេមិនអាចចេញទៅពីទូកបានទេរហូតដល់ទឹកស្រករហូតដល់ដីលិចចេញមកព្រះអង្គទ្រង់បានអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលឆ្លងកាត់ដីស្ងួតទឹកសំដៅទៅលើប្រជាជនវងមនុស្សប្រជាជាតិនិងភាសាពិភពលោកដ៏ពិសិដ្ឋខាងអឡូកីហើយដូច្នេះគឺជាទឹកនោះហើយគឺជាកន្លែងដែលយើងមកពីទឹកនេះគឺជាអ្វីពពកវាត្រូវជាក្រុមទឹកនៅខាងលើយើងគ្រាន់តែស្វែងរកមេរៀនពីវិទ្យាសាស្ត្រធម្មជាតិនៅទីនេះដូច្នេះដោយសារតែយើងមានពពកស័ក្តិសិទ្ធិដ៏ធំនៅជាមួយយើងដូច្នេះពពកក៏តំណាងឲ្យមនុស្សផងដែរដែលនិយាយអំពីនៃធាតុជាមនុស្សហើយចោលជារដ្ឋាចំពុក32ខ1ដល់ខ2សូមប្រទានស្ថានសួគ៌ទាំងអស់
របស់អ្នកឲ្យអនុញ្ញាតឲ្យខ្ញុំនិយាយហើយអនុញ្ញាតឲ្យផែនដីឬក៏ពាក្យមាត់របស់ខ្ញុំដើម្បីឲ្យបង្រៀនខ្ញុំធ្លាប់ឮដូចជាភ្លៀងពាក្យសម្ដីរបស់ខ្ញុំបានចម្រាញ់ដូចជាទឹកសន្សានដូចជាទីដំណក់ទឹកនៅលើស្មៅលាស់ហើយដូចជាភ្លៀងធ្លាក់ទៅលើស្មៅដូច្នេះអ្វីដែលភ្លៀងពពកដល់ឲ្យគឺជាព្រះបន្ទូលគឺជាព្រះគុណដូច្នេះតើទឹកនេះคล้ายជាទឹកនោះដោយរបៀបណាតើទឹកនៅខាងក្រោមคล้ายទៅជាទឹកនៅខាងលើដោយរបៀបណាការហួតតើអ្នកត្រូវការអ្វីទ្រង់ការ84ខ11ចែងថាព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ជាព្រះអាទិត្យហើយជាខែព្រះយេហូវ៉ានិងព្រះបន្ទូលព្រះយេស៊ូវនិងព្រះបន្ទូលទឹកនៅខាងក្រោមនៅពេលដែលវាបានទទួលពន្លឺព្រះអាទិត្យគ្រប់គ្រាន់វានឹងផ្លាស់ប្ដូរយើងអំពីរាវទៅជាអូស្មန်ហើយវានឹងផ្លាស់ប្ដូរយើងហើយនៅពេលដែលទឹកហួតវាមិនមែនយកធូលីដីទៅជាមួយទេមែនទេកើនឡើងហើយនៅពេលដែលធូបកើនឡើងយើងនឹងកើនឡើងជីវិតរបស់យើងនឹងផ្លាស់ប្ដូរទម្រង់ហើយយើងឡើងទៅលើហើយអ្នកដែលបានឡើងទៅលើដែលត្រូវបានផ្លាស់ប្ដូរក្នុងទម្រង់របស់ពួកគេបានប្រមូលផ្ដុំគ្នាហើយពួកគេបានក្លាយជាពពកដូច្នេះហេព្រើរជំពូកទី12ប្រាប់យើងអំពីពពកសាក្សីមែនទេវាដូចជាព្រះវិហារមែនទេវាជាក្រុមបុព្វបុរសនៃជំនឿហេព្រើរជំពូកទី11ដែលនិយាយអំពីការញែកទឹកនេះគឺជាដំណើរការញែកទឹកយើងជួបព្រះយេស៊ូវយើងទទួលបានពន្លឺព្រះអាទិត្យព្រះបន្ទូលរបស់ទ្រង់យើងបន្តទទួលព្រះបន្ទូលរបស់ទ្រង់ហើយយើងត្រូវបានផ្លាស់ប្ដូរហើយយើងក្លាយជាទឹកនៅខាងលើនោះគឺជាដំណើរការនៃការញែកនោះគឺជាលេខទី2ខណៈដែលទី3ចុងក្រោយការញែកទាំងយប់និងថ្ងៃព្រះអង្គទ្រង់បានបង្កើតព្រះអាទិត្យដើម្បីគ្រប់គ្រងថ្ងៃរីឯព្រះច័ន្ទដើម្បីគ្រប់គ្រងពេលយប់ខ្ញុំបានលើកឡើងពីមុននៅក្នុងទ្រង់កាលចំពុក34ខ11ពីព្រោះព្រះអង្គចាស់ជាព្រះអាទិត្យនិងជាខែថ្ងៃជារបស់អ្នកហើយគ្រប់គ្រងដោយព្រះអាទិត្យធៀបទៅនឹងយប់ជារបស់អ្នកដែលគ្រប់គ្រងដោយព្រះយេស៊ូវនឹងក្លាយទៅជាថ្ងៃហើយសូមកុំឲ្យមានយប់ទៀតតើមានអ្វីកើតឡើងនៅពេលដែលគេងមិនលក់តើមានអ្វីកើតឡើងថ្ងៃស្អែកមិនដែលមកដល់ទេស្ដាប់ទៅដូចជាចំណងជើង007ថ្ងៃស្អែកមិនមែនដែលមកដល់ទេតើព្រះច័ន្ទជាអ្វីព្រះច័ន្ទគឺជាអ្វីដែលឆ្លុះបញ្ចាំងពន្លឺបង្ហាញអំពីព្រះអាទិត្យហើយឆ្លុះបញ្ចាំងវាមកលើផែនដីដូចជាយូហានបាទីបានទីថាពេលខ្លះមនុស្សគោរពបូជាព្រះច័ន្ទហើយនោះគឺជាមូលហេតុដែលវាត្រូវបានគេហៅថាព្រះច័ន្ទពេលខ្លះយើងគោរពបូជារបស់ផងផ្សេងទៀតប៉ុន្តែយើងត្រូវជីវិតរបស់យើងត្រូវគ្រប់គ្រងដោយព្រះវត្រាដែលជាព្រះយេស៊ូវគ្រីស្ទខ្ញុំមិននិយាយថាការគោរពបូជាព្រះវត្រាទេនោះគឺជាការគោរពបូជារូបព្រះទម្រង់នៃការគោរពបូជារូបព្រះប្រសិនបើអ្នកគោរពបូជាព្រះវត្រាពិតប៉ុន្តែនៅទីនេះព្រះអាទិត្យតំណាងឲ្យព្រះយេស៊ូវយូហានចំពុក12ខ35នោះព្រះយេស៊ូវមានប្រាំទូលទៅគេថាពន្លឺនៅជាមួយនឹងអ្នករាល់គ្នាបន្តិចទៀតទេចូលដើរកំពុងដើរនៅមានពន្លឺចោះក្រែងរលាកសេចក្តីងងឹតតាមអ្នករាល់គ្នាតន់អ្នកណាដែលដើរក្នុងសេចក្តីងងឹតនោះមិនដឹងជាទៅឯណាទេយើងត្រូវបានអនុញ្ញាតឲ្យព្រះអង្គគ្រប់គ្រងយើងដើម្បីឲ្យមានពន្លឺថ្ងៃចូលយើងទៅវគ្គមួយទៀតនៅក្នុងសៀវភៅហេព្រើរខទី7ទ្រង់បានកំណត់ថ្ងៃមួយទៀតគឺជាថ្ងៃដោយមានប្រាំទូលថាតាមរយៈដាវីតហើយក្រោយពីយូរណាស់មកហើយដោយដែលយើងបាននិយាយពីមុនថ្ងៃនេះប្រសិនបើអ្នករាល់គ្នាឮសំឡេងរបស់ទ្រង់កុំឲ្យចិត្តរឹងរូសឡើយត្បិតយូស្វេនោះគឺជាភាសាហេព្រើរប៉ុន្តែភាសាហេព្រើរយូស្វេជាភាសាក្រិករបស់យូស្វេគឺជាយេស៊ូវព្រះយេស៊ូវដែលមានព្រះនាមដូចគ្នានឹងព្រះយេស៊ូវប្រសិនបើយូស្វេបានឲ្យពួកគេសម្រាកនោះលោកនឹងមិននិយាយអំពីថ្ងៃឈប់សម្រាកផ្សេងទៀតទេដូច្នេះនៅពេលដែលមានថ្ងៃឈប់សម្រាកសម្រាប់ប្រជាជនរបស់ព្រះអង្គ
បន្ទាប់ពី6ថ្ងៃនៅថ្ងៃទី7វាមិននិយាយថាបន្ទាប់ពីថ្ងៃដំបូងនៃការបង្កើតមិននិយាយថាមានល្ងាចមានព្រឹកមានថ្ងៃមួយមានល្ងាចមានព្រឹកមានថ្ងៃទី2បន្តមកទៀតថ្ងៃបន្ទាប់ថ្ងៃទី7គ្មានអ្វីដែលហៅថាមានល្ងាចនិងមានព្រឹកនោះទេវាត្រូវបានគេសន្មតថាជាថ្ងៃដ៏អកលជនិតថ្ងៃដ៏អកលជនិតនោះព្រះគម្ពីរបានកំណត់វាថាជាថ្ងៃនេះដំណើរអកលជនិតហើយខ្ញុំអធិដ្ឋានថាថ្ងៃនេះដំណើរអកលជនិតនោះនឹងមករកយើងដើម្បីឲ្យយើងខ្លាចជាថ្ងៃនេះដំណើរអកលជនិតនោះដោយត្រូវបានគ្រប់គ្រងដោយព្រះយេស៊ូវគ្រីស្ទតាំងពីដើមរហូតដល់ចប់វិវរណៈចំពុកទី12ខ1រួចមានសម្គាល់មួយយ៉ាងធំនៅលើមេឃគឺជាស្ត្រីម្នាក់ប្រដាប់ខ្លួនដោយព្រះអាទិត្យហើយមានព្រះច័ន្ទនៅក្រោមជើងព្រះច័ន្ទត្រូវបានគេសន្មតថានៅក្រោមជើងមិនមែនសម្រាប់ថ្វាយបង្គំទេហើយក៏មានមកុដធ្វើអំពីផ្កាយ12នៅលើក្បាលដែរវិវរណៈចំពុក14ខ4នោះជាពួកព្រហ្មចារីយ៍ដែលមិនបានបង្ខូចខ្លួននឹងស្រីឡើយគេតាមពួកគុនឈាមទៅគ្រប់កន្លែងដែលទ្រង់យាងទៅទ្រង់បានលូកគេចេញពីពួកមនុស្សលោកទុកជាផ្លែដំបូងថ្វាយដល់ព្រះហើយនឹងកូនឈាមហើយចុងក្រោយចោទទាកថាចំពុកទី32ខ10ទ្រង់ក៏ឃើញលោកនៅតំបន់ស្ងាត់ហើយនៅទីប្រហោស្ថានជាទីដែលមានសុទ្ធតែសូរស័ព្ទអឹងកងនោះទ្រង់បានឡោមព័ទ្ធលោកជុំវិញហើយសូមឲ្យយើងបានចំណាយពេលខ្ញុំដឹងថាយើងនឹងអធិដ្ឋាន2 ទៅ 3នាទីរួចហើយប៉ុន្តែសូមឲ្យយើងបានចំណាយពេលប្រហែលជា30វិនាទីសម្រាប់ព្រះអង្គមកលើខ្លួនអ្នកក្រុមគ្រួសាររបស់អ្នកមនុស្សជាទីស្រឡាញ់របស់អ្នកព្រះវិហាររបស់អ្នកនិងលើប្រជាជាតិនេះសូមឲ្យយើងមកអធិដ្ឋានផងដែរសូមឲ្យយើងបានចេញទៅនៅក្នុងការដែលអធិដ្ឋានសូមឲ្យយើងបានចំណាយពេលខ្ញុំនឹងថាយើងនឹងបានអធិដ្ឋានពីមែនទេវិញហើយប៉ុន្តែសូមឲ្យយើងអធិដ្ឋានសម្រាប់ក្រុមគ្រួសាររបស់អ្នកមនុស្សជាទីស្រឡាញ់របស់អ្នកព្រះវិហាររបស់អ្នកលើប្រជាជាតិនេះសូមយើងអធិដ្ឋានផងដែរសូមឲ្យយើងបានចេញទៅនៅក្នុងការអធិដ្ឋានរបស់យើងដើម្បីឲ្យសេចក្តីអធិដ្ឋានសម្រាប់ព្រះពរនិងការការពារទាំងអស់របស់ព្រះអង្គនៅពេលនេះលើប្រជាជនរបស់ទ្រង់ទាំងអស់ជួយយើងអធិដ្ឋានសម្រាប់រឿងនោះហើយយើងអធិដ្ឋានសម្រាប់បុគ្គលិកពេទ្យបុគ្គលិកសុខាភិបាលគ្រប់ស្ថាប័នទាំងអស់ដែលពួកគាត់កំពុងតែមមាញឹកនឹងការដែលបម្រើពេលខ្លះគាត់អស់កម្លាំងគ្មានពេលសម្រាប់សម្រាប់អង្គចម្រើនឡើងដល់ពួកគាត់ដូច្នេះជួយឲ្យយើងបានរក្សាពួកគាត់គ្រប់គ្នានៅក្នុងចិត្តរបស់យើងហើយសូមឲ្យយើងបានអធិដ្ឋានសុំការការពារពីព្រះអង្គមិនត្រឹមតែការការពារប៉ុណ្ណោះទេប៉ុន្តែសូមឲ្យភាពបរិសុទ្ធរបស់
ព្រះអង្គឡោមព័ទ្ធជុំវិញយើងហើយនៅក្នុងជីវិតប្រចាំថ្ងៃអ្នកអាចមានកូនរបស់អ្នកនៅក្រៅប្រទេសនិងសមាជិកក្រុមគ្រួសាររបស់អ្នកនៅឆ្ងាយពីអ្នកឬក៏ប្រហែលជាយើងកំពុងតែអធិដ្ឋានសម្រាប់នរណាម្នាក់ដែលបានអធិដ្ឋានថាទោះបីជាខ្ញុំមិនអាចនៅទីនេះដើម្បីការពារពួកគេក៏ដោយការការពារអំពីព្រះអង្គនិងការការពាររបស់ពួកគេសូមយើងមកអធិដ្ឋានសម្រាប់រឿងនេះសូមឲ្យយើងមកអានក្បាលចុះអោព្រះបិតាអើយសូមអរព្រគុណរបស់ព្រះអង្គសម្រាប់ជាខែលការពារនិងជាព្រះពរដល់កូនគ្រប់គ្នាអរព្រះអង្គម្ចាស់នៃយើងខ្ញុំសូមជួយក្រុមគ្រួសារនិងក្រុមជំនុំរបស់ព្រះអង្គឲ្យឆ្លងផុតអស់ទាំងបញ្ហានៃជំងឺនេះការលំបាកព្រះបិតាសូមជួយឲ្យយើងខ្ញុំអាចយកឈ្នះសូមជួយឲ្យយើងខ្ញុំអាចយកឈ្នះនិងអនុញ្ញាតឲ្យយើងខ្ញុំព្រះបិតាសូមប្រទានពរនិងអនុញ្ញាតឲ្យយើងខ្ញុំឃើញសេរីល្អរបស់ព្រះអង្គម្ដងហើយម្ដងទៀតព្រះបិតាសូមយើងខ្ញុំសូមអរគុណព្រះអង្គចំពោះមនុស្សដ៏មានតម្លៃរបស់ព្រះអង្គនៅទីនេះយើងខ្ញុំជឿថាព្រះអង្គទ្រង់បានហៅឲ្យយើងញែកចេញជាបរិសុទ្ធដើម្បីឲ្យធ្វើជារាជរបស់ព្រះអង្គឲ្យដូចជាសាវកយូហានបានទទួលសិភៅទូចមួយហើយត្រូវបានបញ្ជាឲ្យទាយម្ដងទៀតហើយខ្ញុំជឿថាព្រះអង្គទ្រង់បានត្រាស់ហៅប្រជាជនដ៏មានតម្លៃរបស់ព្រះអង្គឲ្យធ្វើជាអ្នកបម្រើរបស់ព្រះអង្គសម្រាប់បម្រើព្រះអង្គមកកាន់ព្រះវិនិច្ឆ័យដើម្បីឲ្យពួកគេអាចបំពាក់ខាងឯវិញ្ញាណជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គជាមួយនឹងឫទ្ធានុភាពនៃព្រះវិញ្ញាណបរិសុទ្ធដើម្បីទីម្ដងទៀតទៅកាន់ក្រុមគ្រួសាររបស់ពួកគេទៅកាន់ព្រះវិហាររបស់ពួកគេទៅកាន់ពិភពលោកដែលនៅសល់ដូច្នេះព្រះបិតាអើយយើងខ្ញុំអធិដ្ឋានសម្រាប់ការចាក់ប្រេងតាំងរបស់ព្រះអង្គមកលើមនុស្សគ្រប់គ្នាហើយព្រះបិតាអើយសូមស្ដាប់ការអធិដ្ឋានរបស់ពួកគេហើយនឹងពួកទុំគុំនៅពេលដែលយើងខ្ញុំបានដាក់ចិត្តអធិដ្ឋានសម្រាប់ស្ថានភាពនៅពេលនេះនៅទូទាំងពិភពលោកព្រះបិតាអើយយើងខ្ញុំអធិដ្ឋានសម្រាប់ព្រះពររបស់ព្រះអង្គមកលើប្រជាជនរបស់ព្រះអង្គនិងយើងខ្ញុំអធិដ្ឋានសម្រាប់មនុស្សជាទីស្រឡាញ់របស់យើងខ្ញុំព្រះវិហាររបស់យើងខ្ញុំព្រះបិតាអើយសូមអនុញ្ញាតឲ្យព្រះបិតាជួយការពារនិងភាពបរិសុទ្ធរបស់ព្រះអង្គដើម្បីយើងខ្ញុំអាចយកឈ្នះលើភាពងងឹតនេះមេរោគនេះការលំបាកនេះគោះទុរភិក្សនេះហើយជួយឲ្យយើងខ្ញុំអាចច្រៀងចម្រៀងនៃជ័យជំនះនៅទីបញ្ចប់ដោយបង្ហាញនិងពង្រីកសេរីល្អរបស់ព្រះអង្គអំពីរបៀបដែលព្រះអង្គទ្រង់បាននាំយើងខ្ញុំចេញពីភាពងងឹតចូលទៅក្នុងពន្លឺដូច្នេះព្រះបិតាអើយសូមអនុញ្ញាតឲ្យយើងខ្ញុំបានដើរនៅក្នុងពន្លឺរបស់ព្រះអង្គជារៀងរាល់ថ្ងៃជារៀងគ្រប់វិនាទីដង្ហើមជញ្ជក់របស់ពួកកូនហើយឲ្យពួកកូនអាចក្លាយជាពន្លឺដោយដែលព្រះអង្គបានប្រទានពន្លឺដល់ពុំគ្រប់គ្នាដល់មនុស្សគ្រប់គ្នានោះហើយជួយយើងខ្ញុំបានក្លាយជាថ្ងៃដែលមនុស្សអាចរកឃើញពន្លឺដែលបំភ្លឺដល់ភពងងឹតគ្រប់ទីកន្លែងដូច្នេះព្រះបិតាគុណអរព្រគុណព្រះអង្គគុណអធិដ្ឋានសូមប្រពរពីព្រះអង្គសូមបង្ហូរនៅ
ព្រះពរមកដល់គុំគ្រប់គ្នាប្រយោជន៍ឲ្យគុណអាចយកព្រះពរនោះបានចែកចាយដល់ក្រុមគ្រួសារកូនសហគមន៍កូនប្រទេសជាតិកូននិងក្រុមជំនុំរបស់កូនដូច្នេះព្រះអើយសូមអនុញ្ញាតឲ្យយើងខ្ញុំបានដើរនៅក្នុងពន្លឺដ៏ពិតប្រាកដរបស់ព្រះអង្គជារៀងរាល់ថ្ងៃគ្រប់ទីកន្លែងដែលកូនចេញទៅសូមឲ្យពន្លឺនិងប្រពរដ៏ពិតនោះបានហូរមកហើយជះដល់អ្នកដែលបានត្រូវការពន្លឺនោះទាំងឡាយហើយសូមជួយឲ្យយើងខ្ញុំបានខ្លាចជាថ្ងៃដែលមនុស្សអាចរកមកឃើញពន្លឺដែលជាពន្លឺបង្ហាញនៅសេចក្តីពិតដែលជាពន្លឺដែលបំភ្លឺនៅគ្រប់ច្រកដែលងងឹតនោះព្រះបិតាគុណអរព្រគុណទ្រង់គាត់អធិដ្ឋានថាព្រះអង្គនឹងនាំនៅការប្រែដល់កូនហើយជួយឲ្យពិភពលោកមានសុខសន្តិភាពឡើងវិញមានស្ថិរភាពឡើងវិញតាមរយៈព្រះគុណរបស់អង្គបិតាគុណអរគុណទ្រង់គុណសូមអធិដ្ឋានហើយសូមយាងប្រវត្តិមានព្រះអង្គនិងព្រះពរហូរហៀមកដល់ក្រុមជំនុំព្រះវិហាររបស់ព្រះអង្គហើយសាលារៀនរបស់ព្រះអង្គដែលនៅទីនេះហើយនឹងពរនៃភាពគ្រប់ទាំងអស់ដាច់ថ្វាយដល់ព្រះអង្គដើម្បីឲ្យព្រះអង្គបានបញ្ជាឲ្យពួកគាត់បានចេញទៅគុណសូមអធិដ្ឋានគ្រប់ទាំងអស់ដាច់ដល់នៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន